នេះហើយជាទឹកចិត្តឬសប្បុរសធម៌របស់គាត់ហើយមិនត្រឹមតែមានការចែកណយនឹងទេក៏គាត់ក៏មានការបញ្ចេញស្នាដៃធ្វើម្ហូបដើម្បីយកជូនទៅវីរៈកងទ័ពរបស់យើងហើយបងប្អូនប្រហែលជាស្គាល់គាត់ច្រើនហើយមែនអត់គាត់នឹងដែលមានឈ្មោះថា Mr. Julian ហើយគាត់មកនេះគឺតំណាងឲ្យក្រុមហ៊ុន Idol និង Kensberg ដែលគាត់ចុះមកគឺធ្វើម្ហូបដើម្បីចែកជូនបងប្អូនហើយនឹងចែកជូនបងកងទ័ពចឹងបន្ទាប់ពីគាត់បានរៀបចំធ្វើម្ហូបរួចហើយក៏គាត់ក៏បានយកអង្គហើយយកថវិកាដើម្បីមកជូនខាងវត្តដើម្បីទិកសលដល់បងវីរៈកងទ័ពដែលបានមរណភាពទៅដែលគាត់លះបង់សាច់ឈាមស្រស់ដើម្បីការពារទឹកដីចឹងបងប្អូនបន្ទាប់ពីបានប្រគេនថវិកាជូនព្រះសង្ឃហើយក៏បានឈានចូលមកយកអង្គយកភេសជ្ជៈ Idol ដើម្បីមកចែកជូនបងនៅយាមហើយ Mr. Julian ក៏បានចែកប្រជាពលរដ្ឋដែលចំលៀសមកពីខាងណោះចឹងហ្នឹងបងប្អូនដែលពួកចោសៀមវាឆ្លៀនពៀនទឹកដីដើម្បីមកដេញប្រជាជនយើងអត់កន្លែងនៅចឹងជំរាបសួរហើយក៏សួស្ដីទៅដល់បងប្អូនទាំងអស់គ្នាដែលតាមដាន page របស់ខ្ញុំ Boy Vlogger ហើយថ្ងៃនេះគឺជាថ្ងៃដែលក្រុមហ៊ុន Idol និង Kensberg ហើយខ្ញុំក៏ខ្លួនឯងក៏ពិតជាសប្បាយចិត្តមែនទែនដែលគាត់បានហៅមកថតនៅសកម្មភាពដែលគាត់រៀបចំធ្វើម្ហូបឬយកអង្គយកភេសជ្ជៈអីមកជូនដល់បងវីរៈកងទ័ពហើយនឹងចែកជូនបងប្អូនដែលកន្លែងពួកចោសៀមដែលពួកវាបានឆ្លៀនពៀនទឹកដីរបស់យើងអញ្ចឹងណាបងប្អូនហើយនៅថ្ងៃហ្នឹងដែរគឺខាងក្រុមហ៊ុន Idol និង Kensberg បានចោះមកធ្វើម្ហូបចែកជូនបងកងទ័ពហើយនឹងបងប្អូនកន្លែងដែលពួកសៀមវាយកដីរបស់យើងអញ្ចឹងណានេះបងប្អូនគាត់មកណាមួយនឹងអានេះគេត្រូវរាប់បាតដែរព្រះសង្ឃគាត់បាននិមន្តមកចំនួន400អង្គបងប្អូនច្រើនមែនទែនដោយបងប្អូនឃើញស្រាប់ឡានម៉ូតូអីជាពលរដ្ឋគាត់មកពីឆ្ងាយពេលខ្លះមកពីស្វាយប៉ោយប៉ែតអីក៏មកពេញហ្នឹងហើយបងប្អូនឃើញថាគាត់មកនេះដើម្បីដាក់ទៀនដាក់បុណ្យដើម្បីចូលបច្ច័យដើម្បីជួយដល់បងកងទ័ពឬក៏ធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់បងប្អូនកងទ័ពដែលបានការពារទឹកដីលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីការពារទឹកដីយើងដែលទទួលមរណភាពមុនទៅអញ្ចឹងហើយ Mr. Julian ហ្នឹងគាត់បានបញ្ចេញស្នាដៃធ្វើម្ហូបដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងបងកងកម្លាំងហើយខ្ញុំពិតជាសរសើរនិងស្រឡាញ់ទឹកចិត្តគាត់មែនទែនភាសាគាត់មកមិនត្រឹមតែចែកទេគាត់ធ្វើម្ហូបដោយដៃខ្លួនឯងតែម្ដងគាត់បានរៀបចំធ្វើដើម្បីថាឲ្យពុកម៉ែបងប្អូននៅជិតក្បែរព្រំដែនថៃហ្នឹងព្រោះថៃវាឆ្លៀនពៀនយកហ្នឹងដើម្បីបានញ៉ាំម្ហូបឆ្ងាញ់បងប្អូនឃើញស្រាប់មានតែបកងមានទាំងមឹកមានទាំងអីមើលទៅគឺតំណមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះគឺមានបងដែលសារព័ត៌មានល្បីនៅខាងភ្នំពេញគាត់ក៏បានចោះមកយកព័ត៌មានតែលោកបានធ្វើម្ហូបទៅគាត់បានរៀបចំសភាសួរនាំណែនាំថានៅខាងភូមិនេះមិនទិដ្ឋភាពអីមិនគាត់បានបកស្រាយប្រាប់នៅក្នុងវីដេអូរបស់បងស្រីហ្នឹងហើយគាត់ជាអ្នកសារព័ត៌មានដ៏ល្បីអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបានឃើញវីដេអូរបស់ខ្ញុំបាទនេះហើយមិនថាវីដេអូរបស់ខ្ញុំឬវីដេអូរបស់គាត់ជួយ share ដើម្បីឲ្យបងប្អូនអ្នកនៅខាងក្រៅប្រទេសឬអីបានឃើញពីទិដ្ឋភាពនៅខាងពួកសៀមពួកអីវាឆ្លៀនពៀនទឹកដីយើងអញ្ចឹងបងប្អូនថាមើលទៅគឺអាក្រក់មើលមែនទែនពួកសត្វចោសៀមហើយក៏បន្ទាប់មកលោក Mr. Julian គាត់បានរៀបចំម្ហូបដែលគាត់បានធ្វើហ្នឹងគឺដាក់ចានដើម្បីដាក់ម្លែកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋហើយនឹងបងកងកម្លាំងការពារទឹកដីបន្ទាប់មកក៏គាត់បានយកថវិកាដើម្បីមកជូនដល់ព្រះសង្ឃមានទាំងអង្គមានទាំងភេសជ្ជៈ Idol ផងដែរបងប្អូនឃើញថាទឹកចិត្តរបស់គាត់នេះពិតជាជ្រះថ្លាមែនទេងាយរកបានទេហើយគាត់ក៏ចូលចិត្តធ្វើបុណ្យជួយដល់ប្រជាជនខ្មែរយើងច្រើនដែរដោយបងប្អូនដឹងស្រាប់ក្រុមហ៊ុន Idol និង Kensberg ហើយបន្ទាប់ពីលោក Mr. Julian គាត់បានប្រគេនថវិកាជូនព្រះសង្ឃនៅខាងវត្តព្រៃច័ន្ទហើយគាត់បានរៀបចំដែលគាត់ធ្វើម្ហូបបាយហ្នឹងសម្រាប់យកចែកជូនបងកងកម្លាំងហើយមិនត្រឹមតែប៉ុណ្ណោះមកដល់កន្លែងហ្នឹងគឺថាចែកដែលគាត់បានយាមការនៅជិតកន្លែងពួកសៀមវាដាក់របងលួសហើយនឹងសណាញ់ខ្មៅហ្នឹងបងប្អូនគាត់បានយកអង្គយកបាយយកទឹកដើម្បីមកចែកជូនគាត់ចឹងបងប្អូនមានអង្គមានភេសជ្ជៈ Idol ហើយបន្ទាប់មកក៏បានឈានមកនៅខាងមុខបន្តិចចន្ទគៀកដែលពួកសៀមវាបានយករបងលួសពាត់ហើយយកសណាញ់ពាត់តែខ្ញុំមិនបានថតខាងនោះទេបងប្អូនគឺមានបងMy name is Julian and I come from the Idol Company. Today we are at Bontemilche. We come here, we are near the border. We bring some food
Also, we bring some idol, some freshie to support the people, the refugee who are refugee right now. So they cannot go back to their home. They cannot go to work. That means they cannot not have money enough to buy food and to buy some drinks. So we come here to support. Let me show you. Come on. Already some rice, some seafood, some eggs, to be sure like everyone doesn't have food right now, that they can eat enough to be full after and feeling better. As you can see, we are near the border over there. បន្ទាប់មកក៏បានរៀបចំបង្កភេសជ្ជៈដើម្បីចែកជូនអ៊ំពូមីងដែលគាត់អត់មានកន្លែងនៅតែកន្លែងពួកស៊ីមវិពិតយកអស់អញ្ចឹងណាបងប្អូនហើយនេះគឺជាម្ហូបដែលបានធ្វើរួចក៏បានរៀបចំចែកជូនគាត់ដើម្បីឲ្យគាត់ទុកពិសាអញ្ចឹងណាបងប្អូនគឺថាទឹកចិត្តរបស់គាត់គឺល្អមែនទែនបន្ទាប់ពីបានរៀបចំចែកជូននៅខាងហ្នឹងហើយក៏យើងធ្វើដំណើរតទៅមុខទៀតយើងមកចែកនៅខាងនេះខ្លះហើយនឹងចែកអង្គចែកអីគាត់ចំនួន5 6គ្រួសារហ្នឹងហើយបងប្អូនឃើញថាទឹកចិត្តរបស់គាត់គឺជាល្អមែនបានរៀបចំមើលបាយទឹកថាខ្លាចអត់គ្រប់ខ្លាចអីសម្រាប់ពេទ្យឬសម្រាប់បងកងកម្លាំងអញ្ចឹងបងប្អូនហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហ្នឹងបងប្អូនបើសិនជាបងប្អូនមើលហើយកុំភ្លេចជួយ like comment share វីដេអូរបស់ខ្ញុំផងហើយដើម្បីលើកទឹកចិត្តដល់គាត់ការធ្វើបន់របស់គាត់ចែកជូនបងប្អូនហើយសង្ឃឹមថាវីដេអូនេះបានឃើញទៅដល់អ្នកផ្សេងទៀតអាចចុះមកជួយនៅខាងគាត់ដូចចឹងបាន